ប៉ះគ្នាទៀតហើយរវាងមីយ៉ាន់ម៉ាជាមួយនឹងកងទ័ពថៃបើយោងតាមរបាយការណ៍ចុងក្រោយរបស់សារព័ត៌មាន Amarin TV មានការប៉ះទង្គិចគ្នានឹងតាមបន្ទាត់ព្រំដែនរវាងមីយ៉ាន់ម៉ានិងប្រទេសថៃតើការប៉ះទង្គិចគ្នានេះប៉ះពាល់អ្វីខ្លះសូមមកតាមដានទស្សនានៅវីដេអូពេញជាមួយឃ្លៀងបាទទាំងអស់គ្នាយោងតាមរបាយការណ៍ចុងក្រោយពីសារព័ត៌មាន Amarin TV និងប្រភពព័ត៌មាននៅព្រំដែនស្ថានភាពនៅស្រុកមេសុតបាននឹងកំពុងឡើងកម្ដៅខ្លាំងខណៈការបាញ់ប្រហារនេះគឺមានការធ្លាក់គ្រាប់ចូលទឹកដីថៃជាពិសេសមានការឆែកផ្ទះសម្បែងពលរដ្ឋថៃច្រើនខ្នងផងដែរទីតាំងនិងសកម្មភាពប្រយុទ្ធដែលជាចំណុចកម្ដៅនៃចំនួនគឺបានវាយប្រយុទ្ធគ្នាយ៉ាងសាហាវក៏ក្រើកឡើងនៅក្នុងភូមិមើឡាក្នុងតំបន់ម៉ាយ៉ាវ៉ាឌីរដ្ឋកាយីនប្រទេសមីយ៉ាន់ម៉ាដែលទល់មុខទៅនឹងឃុំមហាវ៉ាន់ស្រុកមេសុតខេត្តតាក់ប្រទេសថៃភាគីចំនួនគឺមានកងកម្លាំងប្រដាប់អាវុធយោធាមីយ៉ាន់ម៉ាកងពលថ្មើរជើងលេខ22បានបើកការវាយប្រហារទៅលើកងទ័ពការ៉ានអាវុធដែលយោធាមីយ៉ាន់ម៉ាបានប្រើប្រាស់នោះគឺមាន drone ទម្លាក់គ្រាប់បែកនិង drone អត្តឃាតដើម្បីកំទេចទីតាំងរបស់កងទ័ពការ៉ានដែលស្ថិតនៅចម្ងាយប្រមាណប្រហែលជា1គីឡូម៉ែត្រប៉ុណ្ណោះពីតំបន់ព្រំដែនផលប៉ះពាល់មកលើទឹកដីថៃក្នុងខេត្តតាក់គឺមានចំនួនធំផងដែរការខូចខាតផ្ទះសម្បែងដោយសារគ្រាប់កាំភ្លើងនិងអំបែងគ្រាប់ដែលហោះចូលទឹកដីថៃគឺបានធ្វើឲ្យឆែកផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងដែលស្ថិតនៅក្នុងភូមិមើនលឺនិងភូមិហួយមហាវង្សដែលបណ្ដាលឲ្យធ្លាក់ដំបូលនិងបែកកញ្ចក់ខ្ទេចខ្ទីខ្ចាត់ខ្ចាយតែម្ដងរីឯខាងថៃទោះបីជាមានការផ្លោងគ្រាប់ឬការធ្លាក់គ្រាប់ចូលដីថៃជាបន្តបន្ទាប់ក៏ដោយក៏ប៉ុន្តែមន្ត្រីមូលដ្ឋានបានបញ្ជាក់ថាមិនមានពលរដ្ឋថៃណាម្នាក់រងរបួសឬក៏ស្លាប់ក្នុងហេតុការណ៍នោះទេដោយសារពួកគេបានជម្លៀសខ្លួនទាន់ពេលទៅកាន់ទីតាំងសុវត្ថិភាពចំពោះការបិទសាលារៀនអាជ្ញាធរបានសម្រេចចាត់បិទសាលារៀនមួយចំនួននៅតាមបន្ទាត់ព្រំដែនជាបន្តបន្ទាប់ដើម្បីសុខសុវត្ថិភាពដល់សិស្សសាលាការឆ្លើយតបពីភាគីថៃទៅកាន់ភូមាវិនក្រុមទាហានល្បាតព្រំដែនថៃដែលបានធ្វើការល្បាតនៅទីតាំងតំបន់នោះគឺមានការបាំងគ្រាប់បែកផ្សែងដោយប្រើកំធឿងត្បាល់120មីលីម៉ែត្រទៅកាន់តំបន់គ្មានមនុស្សរស់នៅភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាដើម្បីជាសញ្ញាព្រមានដល់ភាគីជម្លោះកុំឲ្យបាំងមកលើដីថៃបន្តបន្ទាប់ទៀតបាទបងប្អូនអញ្ចឹងបើយើងមើលតាមព័ត៌មានបានន័យថាថៃគឺបានត្រឹមតែបាញ់ផ្សែងបាញ់អីទៅខាងប្រទេសមីយ៉ាន់ម៉ាតែប៉ុណ្្នឹងឯងបាទអត់ហ៊ានបាញ់គ្រាប់ណាធំទេបាញ់ផ្សែងដើម្បីធ្វើការអង្វរលន់តួទៅកាន់មីយ៉ាន់ម៉ាថាធ្វើម៉េចណាមីយ៉ាន់ម៉ានឹងកុំបាញ់ចូលដីថៃបន្តទៀតក្រែងលោប៉ះពាល់ដល់ពលរដ្ឋអញ្ចឹងទេមានការបាញ់តែផ្សែងតែប៉ុណ្្នឹងឯងបាទមិនហ៊ានបាញ់គ្រាប់ពេទ្យទេបាទខ្លាចមីយ៉ាន់ម៉ាវាយបកវិញខ្លាំងបាទអញ្ចឹងមិនថាថៃហ្នឹងគឺបានត្រឹមតែក្អេងក្អាងបានតែជាមួយកម្ពុជាទេតែជាមួយមីយ៉ាន់ម៉ាដែលជាអ្នកលេងមែនតើនោះគឺមិនហ៊ានជាមួយទេបាទទោះបីជាគេបាញ់ចូលដីខ្លួនឆែកផ្ទះឆែកសម្បែងខ្ទេចខ្ទីទ្រព្យសម្បត្តិពលរដ្ឋក៏អត់ហ៊ានក្អេងក្អាងមើលក្រញាំខ្លាឬធ្វើអីជាមួយមីយ៉ាន់ម៉ាដែរបាទបានត្រឹមតែកុំបាញ់ចូលដីខ្ញុំអីកុំបាញ់ចូលដីខ្ញុំអីបានត្រឹមតែបាញ់ផ្សែងបញ្ចេញជាសញ្ញាបញ្ចេញជាការគំរាមកំហែងដូចជាបញ្ចេញជាការអង្វរកអីតែប៉ុណ្ណឹងឯងបាទយ៉ាងណាមិញវិធានការទប់ទល់ថៃបានឆ្លើយតបនិងបានធ្វើការតវ៉ាទៅនឹងយន្តការគណៈកម្មការព្រំដែនរវាងថៃនិងមីយ៉ាន់ម៉ាផងដែរមានន័យថាប្រសិនបើមានគ្រាប់នៅតែបន្តធ្លាក់ចូលដីថៃទៀតនោះយោធាថៃនឹងបើកការវាយប្រហារសងឬបើកការឆ្លើយតបយ៉ាងតឹងរឹងចំពោះយោធាមីយ៉ាន់ម៉ាវិញហើយបាទប៉ុន្តែអាការគំរាមកំហែងការប្រកាសនឹងគឺបានត្រឹមតែប្រកាសនឹងឯងមិនដែលឃើញហ៊ានធ្វើអីមីយ៉ាន់ម៉ាសោះឡើយសូម្បីតែមួយក្តាប់បរិបទបន្ថែមចំនួននៅតំបន់នេះគឺអូសបន្លាយតាំងពីឆ្នាំ2025មកម្លេះដោយសារតែមីយ៉ាន់ម៉ាគឺព្យាយាមដណ្ដើមយកតំបន់ម៉ាយ៉ាវ៉ាឌីត្រឡប់មកវិញដែលជាច្រកសំខាន់មួយសម្រាប់ប្រទេសមីយ៉ាន់ម៉ានិងថៃផងដែរការប្រកាសឯករាជ្យរបស់ក្រុមការ៉ែនកាលពីខែមករានេះក៏ជាដើមចមួយនៃការវាយប្រយុទ្ធឃ្លាជាមួយមីយ៉ាន់ម៉ានិងក្រុមការ៉ែនផងដែរបាទបងប្អូនគិតទៅមើលកាលពីខែមករានឹងក្រុមការ៉ែននឹងគេបានធ្វើការផ្ដាច់ខ្លួនដោយជោគជ័យពីប្រទេសមីយ៉ាន់ម៉ាឥឡូវនឹងគេដាក់ឈ្មោះប្រទេសគេផ្សេងហើយទៅជាប្រទេសការ៉ែនអីចឹងទៅបាទហើយសុទ្ធតែជាពួកផ្ដាច់ខ្លួនចេញពីខាងប្រទេសមីយ៉ាន់ម៉ាបាទហើយមីយ៉ាន់ម៉ាពេលនឹងគឺមែនតែនទៅមួម៉ៅនឹងថៃច្រើនណាស់បាទមិនមែនតិចទេបាញ់ចូលច្រើនមែនតែនឆេះផ្ទះផងឆេះសាលារៀនផងសូម្បីតែសាលារៀនថៃនឹងក៏មានការបិទទ្វារបិទសាលាច្រើនច្រកច្រើនរហូតផងដែរជាពិសេសគឺនៅខេត្តតាក់នឹងតែម្ដងបាទតែជាក់ស្ដែងព័ត៌មានពាក់ព័ន្ធទៅនឹងការឈ្លានពានពីខាងមីយ៉ាន់ម៉ាមកលើដីថៃនឹងក៏មិនមានការចុះផ្សាយអីទូលំទូលាយផងដែរគឺបានត្រឹមតែព័ត៌មានស្បៃៗសាវទេអត់មានព័ត៌មានណាមួយមកឲ្យច្បាស់ការថា
អូពេលនេះភូមាធ្វើការបាញ់ប្រហារដល់ណាដល់ហ្នឹងក៏អត់មានដែរបាទត្រឹមតែស្បៃទេតែភូមាក៏មានការខឹងសម្បាទៅនឹងប្រទេសថៃខ្លាំងផងដែរដោយសារតែថៃនឹងហើយគឺជាអ្នកនៅពីក្រោយខ្នងនៃក្រមផ្ដាច់ខ្លួនការ៉ែនគឺជាអ្នកធ្វើការគាំទ្រដល់ក្រមមួយនេះឲ្យមានការផ្ដាច់ខ្លួនដោយជោគជ័យអីចឹងទៅហើយមីយ៉ាន់ម៉ាក៏មានការរឺតទ័ពរាប់សែនម៉ឺននាក់ផងដែរដើម្បីត្រៀមខ្លួនក្នុងការប្រយុទ្ធជាមួយការ៉ែនក៏ដូចជាប្រយុទ្ធជាមួយថៃនឹងបើសិនជាថៃហ៊ានតែក្អេងក្អាងបន្តិចបន្តួចឬថៃបញ្ចេញកន្ទុយមកច្បាស់លាស់ពាក់ព័ន្ធទៅនឹងការគប់គិតគ្នាជាមួយនឹងការ៉ែននឹងគឺបានន័យថាមីយ៉ាន់ម៉ាប្រហែលជាមិនទុកទេបាទអាចថានឹងបានអាចថានឹងធ្វើការវាយប្រហារហើយប៉ុន្តែជាក់ស្ដែងនៅពេលបច្ចុប្បន្ននេះមីយ៉ាន់ម៉ាបានត្រឹមតែធ្វើការបានដោយប្រយោលតែប៉ុណ្ណឹងឯងបានធ្លាក់ទៅណាទៅនឹងទៅឲ្យតែចូលដីថៃបងប្អូនអញ្ចឹងព័ត៌មានពាក់ព័ន្ធទៅនឹងការបាញ់ប្រហារពីយោធាមីយ៉ាន់ម៉ាចូលដីថៃនេះខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះឥឡូវយើងងាកមកមើលព័ត៌មានផ្សេងបន្តទៀតបាទព័ត៌មានទី2នេះគឺពាក់ព័ន្ធទៅនឹងលោកអនុទិនឆានវីរៈកុលឡើងកំពុងតែប្រកាសក្តែងថាជ័យជំនះគឺស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ខ្លួនហើយទាំងការប្រកាសនេះគឺហាក់បីដូចជាមិនមើលលើខ្លួនឯងទេហាក់បីដូចជាកំពុងតែអង្គុយក្នុងកៅអីលើខ្លួនឯងហើយបាទអនុទិនឆានវីរៈកុលបានប្រកាសថាជ័យជំនះបោះឆ្នោតគឺស្ថិតក្នុងកណ្ដាប់ដៃរបស់ខ្លួនទោះជាការស្ទង់មតិបង្ហាញលទ្ធផលផ្ទុយស្រឡះក៏ដោយគណៈការបោះឆ្នោតនៅថៃគឺឈានជិតជន់មកដល់នៅសប្តាហ៍ក្រោយនោះឧបនាយករដ្ឋមន្ត្រីថៃលោកអនុទិនឆានវីរៈកុលបានប្រកាសក្តែងថាលោកមានទំនុកចិត្តយ៉ាងមុតមមនឹងឈ្នះឆ្នោតឈ្នះជ័យជំនះក្នុងកណ្ដាប់ដៃរបស់លោកយ៉ាងពិតប្រាកដមិនខានយោងតាមកាសែត Bangkok Post បានដកស្រង់សម្ដីក៏ដូចជាមតិក៏ដូចជាការប្រកាសរបស់អនុទិនឆានវីរៈកុលនៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី2ខែកុម្ភៈឆ្នាំ2026ថាលោកបានដាក់គោលបៅនិងគោលការណ៍បញ្ជាក់ថាយ៉ាងហោចបើមិនបានលេខ1ទូទាំងប្រទេសទេក៏នាំមុខគេក្នុងប្លុកនយោបាយរបស់ខ្លួនដែរលោកបានអះអាងថាគណៈបកភូមិใจថៃរបស់លោកកំពុងតែអំណោយផលក្នុងការដណ្ដើមយកអាសនៈជាច្រើនក្នុងការបោះឆ្នោតសកលនេះយ៉ាងណាក៏ដោយនៅពេលដែលគេស៊ូថាការពារកអាសនៈអាចនឹងឡើងទៅដល់180អេសិនដែរឬទេបុរសម្នាក់នេះគឺមិនហ៊ានផ្ដល់ចម្លើយជាក់លាក់នោះទេទំនុកចិត្តរបស់លោកអនុទិនត្រូវបានគេមើលឃើញថាផ្ទុយស្រឡះទៅនឹងការស្ទង់មតិ Reuters នាពេលថ្មីនេះដែលបង្ហាញថាមានតែគណៈបក2ប៉ុណ្ណោះដែលកំពុងតែប្រជែងគ្នាខ្លាំងគឺគណៈបកប្រជាជនរបស់ថៃនិងគណៈបកភឿថៃក្នុងនោះគឺមិនមានឈ្មោះរបស់គណៈបកលោកអនុទិនឆានវីរៈកុលមុខកណ្ដោនេះទេយោងតាមការស្ទង់មតិកាលពីសប្តាហ៍មុនបានដឹងថាចន្លោះពីថ្ងៃទី19ដល់ថ្ងៃទី25បានបង្ហាញថាគណៈបកប្រជាជនឈរលេខ1គណៈបកភឿថៃឈរលេខ2រីឯគណៈបកកណ្ដោជ្រៀកដីរបស់អនុទិនឆានវីរៈកុលគឺឈរបានត្រឹមលេខ3តែប៉ុណ្ណោះលទ្ធផលនៃការបោះឆ្នោតស្ទង់មតិបានដឹងថាការគាំទ្រសម្លេងទៅកាន់គណៈបកប្រជាជនថៃគឺមានរហូតដល់ 88% នាំមុខគណៈបកភឿថៃដាច់សាច់ដែលមានត្រឹមតែ 17.9% តែប៉ុណ្ណោះបើយើងនិយាយអំពីបេក្ខជនរបស់នាយករដ្ឋមន្ត្រីវិញលោកណាត់ថាភងនៃគណៈបកប្រជាជនគឺទទួលបានសម្លេងរហូតដល់ 39.2% នាំមុខលើសគេដាច់ឯណោះបាទអញ្ចឹងគណៈបកភឿថៃនិងគណៈបករបស់លោកអនុទិនឆានវីរៈកុលនេះគឺមិនមានសង្ឃឹមក្នុងការជាប់ឆ្នោតទេថ្មីត្បិតតែគណៈបកលោកអនុទិនឆានវីរៈកុលកំពុងតែធ្លាក់ចុះក៏ដោយតែសម្ដីដ៏ប្រហើនសម្ដីអួតក្អាងដោយកង្កែបក្នុងអណ្ដូងរបស់អនុទិនឆានវីរៈកុលក៏កំពុងតែពន្លឺសូរក្តែងផងដែរបាទហាក់បីដូចជាមិនទាន់ដឹងថាអូមិនទាន់ឃើញក្តារមួយឈូសមិនទាន់ស្រក់ទឹកភ្នែកនោះទេបងប្អូនអញ្ចឹងព័ត៌មាននៅព្រឹកនេះគឺខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះពាក់ព័ន្ធទៅនឹងករណីមានការបាញ់គ្នានៅខាងព្រំដែនប្រទេសមីយ៉ាន់ម៉ានិងថៃក៏ដូចជាព័ត៌មានតាក់ទងទៅនឹងលោកអនុទិនឆានវីរៈកុលខ្ញុំសូមបញ្ចប់តែប៉ុណ្ណេះសិនចុះអរគុណច្រើនសូមគោរពលាយើងជួបគ្នានៅវីដេអូក្រោយយ៉ាងណាក៏សូមជូនពរបងវីរៈកងទ័ពទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខចម្រើនអ្នកអស់មាត្រើទាំងឡាយទាំងពួងដែលចូលមកយាយីប្រទេសកម្ពុជារបស់យើងបាទសូមអរគុណសូមគោរពលាជួបគ្នានៅវីដេអូក្រោយ